នាតនារីវ័យ24ឆ្នាំរូបរាងស្រស់បោះតែមានចិត្តក្លាហានរស់នៅខេត្តបាត់ដំបងជាអ្នកស្រាវជ្រាវរូបភាពផ្នែកបេតិកភណ្ឌនាងតែងតែជិះម៉ូតូកាត់ស្រុកកាត់ភូមិស្វែងរករូបភាពអគារចាស់ៗដែលគេបោះបង់ចោលដើម្បីថតទុកជាឯកសារថ្ងៃមួយនាងបានឮរឿងដំណាលពីអ្នកស្រុកចាស់ៗក្នុងភូមិដាច់ស្រយាលមួយថាមានផ្ទះបុរាណមួយខ្នងធំធ្វើពីឈើប្រក់ក្បឿងនៅដាច់ឆ្ងាយពីគេឯងក្នុងព្រៃមួយក្បែរមាត់ទន្លេផ្ទះនោះត្រូវបានគេបោះបង់ចោលរាប់ទសវត្សរ៍មកហើយដោយសារមានរឿងចម្លែកឡៃកើតឡើងហើយគេល្បីថាមានខ្មោចកំណាត់នៅទីនោះដោយចិត្តចង់ដឹងនិងចង់បានរូបភាពប្លែកៗនាងក៏សម្រេចចិត្តទៅកាន់ផ្ទះនោះនាងជិះម៉ូតូតាមផ្លូវលំដីក្រហមរហូតដល់ផុតពីភូមិចូលទៅក្នុងព្រៃស្ងាត់ជ្រងំដែលមានដើមឈើធំៗម្លប់ត្រជាក់ស្រឹបកាន់តែចូលជ្រៅទៅបរិយាកាសកាន់តែអាប់អួរល្វីៗរងំដោយសូរស័ព្ទសត្វល្អិតនិងខ្យល់បក់រវិចវិចទីបំផុតនាងក៏ទៅដល់ផ្ទះបុរាណនោះវាជាផ្ទះឈើចាស់ទ្រុឌទ្រោមមានវិលរំព័ទ្ធជុំវិញប្រក់ក្បឿនកំផែងពុកផុយប្រក់ឡើងស្កឹមស្កៃគួរឲ្យព្រឺសម្បូរនាតបានបោះចំហៀនចូលទៅក្នុងរបងផ្ទះនោះយឺតដោយមានកាមេរ៉ាកាន់ជាប់ដៃសំឡេងក្តាំនៃស្លឹកឈើស្ងួតដែលត្រូវជន់បានលួនលឺលាយលំនឹងភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចពេលឡើងដល់លើផ្ទះធូលីដីរាប់ឆ្នាំបានកកស្រទ្របក្រាស់បង្កើតជាក្លិនអាប់អួរមួយប្រភេទនាងចាប់ផ្ដើមថតរូបពីបន្ទប់មួយទៅបន្ទប់មួយស្រាប់តែត្រចៀកនាងចាប់បានសំឡេងខ្សឹបខ្សៀវមួយល្វីដោយសំឡេងក្មេងកំពុងលេងនាតព្រឺសម្បូរខ្ញាក់នាងព្យាយាមស្ដាប់ឲ្យច្បាស់មុននឹងបោះចំហៀនទៅរកប្រភពសំឡេងនោះយឺតសំឡេងនោះហាក់ដូចជាចេញពីបន្ទប់ដែលបិទជិតមួយនៅខាងក្នុងបំផុតនាតរុញទ្វេឈើចាស់នោះតិចដែលបានបើកចេញយឺតដោយសំឡេងកកេតគួរឲ្យព្រឺឆ្អឹងខ្នងពេលទ្វារបើកអស់ភ្នែករបស់នាតក៏ប្រទះឃើញទិដ្ឋភាពដែលធ្វើឲ្យបេះដូងនាងលោតញាប់ខុសចង្វាក់នៅកណ្ដាលបន្ទប់ដ៏សែនអាប់អួរនោះមានក្មេងប្រុសម្នាក់អាយុប្រហែលជា5ទៅ6ឆ្នាំកំពុងអង្គុយលេងតុក្កតាចាស់មួយក្មេងនោះមានសុភាពស្លេកស្លាំងរាងស្គមស្គៀងភ្នែករងជ្រៅតែបែរជាមានទឹកមុខរីករាយចម្លែកមួយរឹតតែចម្លែកជាងនេះទៅទៀតគឺសំឡេងខ្សឹបខ្សៀវដែលនាងឮមុននេះហាក់ដូចជាសំឡេងដែលចេញពីមាត់ក្មេងនោះប៉ុន្តែវាស្ដាប់ទៅដូចជាមិនមែនជាសំឡេងមនុស្សធម្មតាទេដូចជាសំឡេងលួយចេញពីកែវភ្នែកដ៏ទទេស្អាតរបស់វាកូននៅទីនេះម្នាក់ឯងមែនទេនាតសួរដោយសំឡេងញ័រក្មេងប្រុងនោះងើបមុខមកមើលនាងតែមិនបានឆ្លើយតបអ្វីឡើយផ្ទុយទៅវិញវាបែរជាញញឹមតិចដែលធ្វើឲ្យនាងថាព្រឺខ្លាំងជាងមុនទៅទៀតក្នុងចិត្តរបស់នាងគិតថាមិនក៏មានក្មេងនៅទីនេះម្នាក់ឯងតើឪពុកម្ដាយគេនៅឯណានាងរៀបនឹងបោះចំហៀនចូលទៅចិត្តក៏ស្រាប់តែមានអារម្មណ៍ថាត្រចៀកស្រឹបពេញបន្ទប់ក្លិនផ្កាចំប៉ៃក្រអូបឈ្ងុយឈ្ងប់តែបែរជាបង្កើនភាពព្រឺព្រួយស្រមូលខ្មៅមួយបានលេចចេញមកពីជ្រុងងងឹតនៃបន្ទប់រួចរំកិលខ្លួនយឺតមកឈរក្បែរក្មេងនោះវាជាស្រមូលស្រីម្នាក់មានសក់វែងរញ៉េរញ៉ៃមុខមាត់ស្លេកស្លាំងភ្នែកធំរូងជ្រៅតែពោពេញដោយក្តីស្រឡាញ់ដ៏ចម្លែកចំពោះក្មេងប្រុសនោះនាងស្លៀកពាក់អាវសចាស់រហែករយីក៏រយាកុំប៉ះកូនខ្ញុំសំឡេងខ្សឹបល្វីតែច្បាស់បានលន់លឺពេញបន្ទប់ធ្វើឲ្យនាតស្ទើរតែដាច់ខ្យល់វាជាសំឡេងរបស់ខ្មោចស្រីនោះដែលចេញពីមាត់របស់វាតែហាក់ដូចជាលឺពីគ្រាប់ទឹកទីនាតញ័រខ្លួនដូចកូនសត្វព្យាយាមថយក្រោយយឺតនាងដឹងហើយថាខ្លួនបានជួបរឿងអ្វីហើយខ្មោចស្រីនោះបានលូកដៃស្លែកស្ទាបក្បាលក្មេងប្រុសនោះថ្នមក្មេងនោះក៏បានងើយមុខញញឹមតែកាន់ខ្មោចស្រីនោះវិញហាក់ដូចជាគ្មានភាពភ័យខ្លាចអ្វីបន្តិចឡើយរូបភាពទាំងនេះធ្វើឲ្យនាតដឹងថាខ្មោចស្រីនេះមិនមែនជាខ្មោចធម្មតាទេនាងកំពុងចិញ្ចឹមកូនមនុស្សម្នាក់នេះកូនខ្ញុំគ្មាននរណាអាចយកទៅបានទេ
នរណាក៏ដោយដែលហ៊ានប៉ះកូនខ្ញុំនឹងមិនបានវិលត្រឡប់ទៅវិញឡើយខ្មោចស្រីនោះខ្សាប់ទៀតសំឡេងល្វើយប្រែជាក្តៅក្រហាយនិងគំរាមកំហែងភ្នែករបស់វាមើលមកនាដដោយក្តីស្អប់ខ្ពើមនាដមិនបង្អង់យូរឡើយនាងបានរត់ចេញពីបន្ទប់នោះទាំងត្រដាបត្រដួលសំឡេងក្មេងប្រុសនោះខ្សឹបខ្សៀវល្វើយលឺតាមពីក្រោយនាងហាក់ដូចជាវាសោកស្ដាយចំពោះការចាកចេញរបស់នាងរាល់ជំហានដែលនាងរត់នាងនៅតែមានអារម្មណ៍ថាមានអ្វីមួយកំពុងដេញតាមពីក្រោយខ្យល់ត្រជាក់បក់ផាត់ប៉ះកញ្ចឹងកធ្វើឲ្យរោមជើងរោមដៃនាដព្រឺខ្ញាកនាងរត់មិនគិតជីវិតចេញពីផ្ទះបុរាណនោះឆ្លងកាត់ព្រៃស្ងាត់ជ្រងំរហូតដល់ទៅដល់ម៉ូតូរបស់ខ្លួននាងចាប់ដើមបុកម៉ូតូចេញទៅយ៉ាងលឿនបំផុតដោយមិនហ៊ានងាកក្រោយសូម្បីបន្តិចរូបភាពនៃខ្មោចស្រីនិងក្មេងប្រុសភ្នែកទទេនោះនៅតែដក់ជាប់ក្នុងខួរក្បាលរបស់នាងសំឡេងខ្សឹបខ្សៀវដ៏គួរឲ្យខ្លាចនិងកែវភ្នែកដែលគ្មានជីវិតរបស់ក្មេងនោះបានคล้ายជាសុបិនអាក្រក់របស់នាងរៀងរាល់យប់ចាប់តាំងពីថ្ងៃនោះមកនាដមិនដែលហ៊ានចូលទៅជិតតំបន់នោះទៀតឡើយរឿងរ៉ាវនៃខ្មោចដែលចិញ្ចឹមកូនមនុស្សម្នាក់នោះបានคล้ายជារឿងដ៏អាថ៌កំបាំងខ្ពើបំផុតក្នុងជីវិតរបស់នាងដែលបានបន្សល់ទុកនូវស្លាកស្នាមនៃភាពភ័យខ្លាចដ៏ជ្រាលជ្រៅនិងសំណួរដែលគ្មានចម្លើយតើក្មេងប្រុសនោះជានរណាតើវាអាចរស់នៅជាមួយខ្មោចដោយរបៀបណាហើយតើវាបានคล้ายទៅជាអ្វីហើយនៅពេលនេះសំណួរទាំងអស់នេះបានបន្តឡងបន្លាចនាដអស់មួយជីវិតរបស់នាង